ទី10សម្ដីនិងក្តីស្រឡាញ់អ្វីៗដែលយើងប្រាថ្នាគឺគ្រាន់តែជាចំណុចចាប់ផ្ដើមមួយប៉ុណ្ណោះហើយសេចក្តីប្រាថ្នាខ្លះវាអាចប្រែប្រួលទៅតាមពេលវេលាទៅតាមការសិក្សាការសេពគប់ឬទៅតាមវិចារណញ្ញាណរបស់មនុស្សម្នាក់ៗផងដែរដើម្បីឈានទៅរកក្តីប្រាថ្នារបស់ខ្លួនឬរបស់មនុស្សម្នាក់ៗត្រូវតែមានដើមទុននោះមិនមែនជាលុយកាក់ឬទ្រព្យសម្បត្តិអ្វីធំដុំទេវាគឺជាសម្ដីជាដើមទុនមួយក្នុងចំណោមដើមទុនទាំង3ការដែលធ្វើការនិយាយការគិតដែលចាស់តែងពោលថាកាយវាចាចិត្តនោះឯងទុនទាំង3នេះយើងអាចហ្វឹកហាត់ឲ្យកាន់តែប្រសើរទៅបានអាស្រ័យតាមបទពិសោធន៍និងតាមវិធីសាស្ត្រផ្សេងៗសម្ដីពិបាកមិនពិបាកធ្វើឲ្យអ្នកត្រូវចំណាយអ្វីច្រើនប៉ុន្មានទេតែអ្វីដែលអ្នកបានទទួលពីការចេះប្រើសម្ដីវាច្រើនហួសពីការស្មានព្រមទាំងជួយឲ្យឆាកជីវិតរបស់អ្នកនិងមនុស្សជុំវិញខ្លួនអ្នកបានរីកស្រស់បំព្រងប្រកបដោយមេត្រីភាពនិងសុខដុមរមនាសម្ដីជាឯកលេខជាតូគឺជាហេតុផលមួយដែលបង្ហាញឲ្យយើងឃើញច្បាស់ថាសម្ដីមានសារៈសំខាន់ជាខ្លាំងសម្រាប់ឆាកជីវិតរបស់មនុស្សយើងម្នាក់ៗសម្ដីធ្វើឲ្យមានសង្គ្រាមឬសន្តិភាពសម្ដីធ្វើឲ្យមនុស្សលេចឬអណ្ដែតបានសម្ដីធ្វើឲ្យមនុស្សមានសិរីសួស្តីឬអពមង្គលសម្ដីធ្វើឲ្យមនុស្សមានកម្លាំងចិត្តឬបាក់ទឹកចិត្តសម្ដីធ្វើឲ្យមនុស្សទទួលជ័យជំនះឬបរាជ័យដូច្នេះការដែលចេះប្រើសម្ដីឲ្យមានប្រយោជន៍គឺជាប្រការដ៏សំខាន់បំផុតដែលមនុស្សគ្រប់រូបមិនអាចបដិសេធបានឡើយពាក្យអាក្រក់ទោះជាមិនត្រូវនឹងដំបងក៏អាចក្អួតឈាមចំណែកពាក្យសរសើរវិញធ្វើឲ្យភាពរងាទៅជាភាពកក់ក្ដៅជួនកាលពាក្យល្អតែមួយឃ្លាក៏អាចកែប្រែជីវិតរបស់មនុស្សយើងបានដែរចុះបើគ្រាន់តែពោលពាក្យសរសើរវាមានទៅអស់ថ្មឯណាអ្វីដែលមិនបាននិយាយគឺគ្មានអ្នកណាស្ដាប់ឮនោះទេមិនមានអ្វីអាក្រក់ជាងការនិយាយកាត់អ្នកដទៃក្នុងពេលដែលគេកំពុងតែសន្ទនានោះឡើយពាក្យស្ដីបន្ទោស